មន្ទីរព័ត៌មានខេត្តបាត់ដំបងបានដឹកនាំមន្ត្រីរាជការបើកយុទ្ធនាការនិយាយថាទេចំពោះព័ត៌មានคล้ายៗពង្រឹងស្មារតីនិងធានាថាប្រជាពលរដ្ឋទទួលបានព័ត៌មានដែលត្រឹមត្រូវមានប្រភពច្បាស់លាស់ដើម្បីកាត់បន្ថយព័ត៌មានคล้ายៗក្នុងសង្គមលោកសវណ្ណវិទិត្យាប្រធានមន្ទីរព័ត៌មានខេត្តបាត់ដំបងបានមានប្រសាសន៍ថាគ្រប់ប្រភេទនៃព័ត៌មានคล้ายៗសុទ្ធតែជាអតិពលអវិជ្ជមានមកលើផ្នែកសន្តិសុខសម្ដាប់ធ្នាប់សង្គមសេដ្ឋកិច្ចនិងនយោបាយពលគឺព័ត៌មានคล้ายៗអាចបង្កអស្ថិរភាពបង្កើតជាអំពើហិង្សាដែលបណ្ដាលឲ្យកើតមានអរិយភាពសង្គមប្រជាពលរដ្ឋបាត់បង់ទំនុកចិត្តលើការដឹកនាំនិងនាំឲ្យមានការបែកបាក់សាមគ្គីភាពផ្ទៃក្នុងសង្គមដូច្នេះសូមប្រជាពលរដ្ឋទាំងអស់នៅក្នុងប្រទេសកម្ពុជាត្រូវស្វែងយល់ព័ត៌មានឲ្យបានច្បាស់លាស់មុននឹងធ្វើការផុសឬshareចែកចាយបន្តទៀតដើម្បីកុំឲ្យមានការបំផ្លាញដល់ខ្លួនឯងគ្រួសារនិងសង្គមជាតិលោកប្រធានមន្ទីរព័ត៌មានបានបន្តថាព័ត៌មានคล้ายៗបានជះជាបញ្ហាប្រឈមនៅលើបណ្ដាញសង្គមដោយជនខិលខូចធ្វើសកម្មភាពញុះញង់លាបពណ៌លើរាជរដ្ឋាភិបាលមានចេតនាទាញយកផលប្រយោជន៍នយោបាយសកម្មភាពទុច្ចរិតនិងអាជីវកម្មជាដើមស្របពេលដែលប្រព័ន្ធផ្សព្វផ្សាយទំនើបកាន់តែមានការរីកចម្រើនយុវជនគឺជាក្រុមមនុស្សដែលងាយទទួលឥទ្ធិពលពីព័ត៌មានคล้ายៗទាំងអស់នោះបំផុតលោកប្រធានមន្ទីរព័ត៌មានបានបញ្ជាក់ទៀតថាយុទ្ធនាការនិយាយថាទេចំពោះព័ត៌មានคล้ายៗដែលរៀបចំដោយមន្ទីរព័ត៌មានខេត្តបាត់ដំបងទទួលបានការសាទរនិងគាំទ្រយ៉ាងខ្លាំងពីមន្ត្រីរាជការប្រជាពលរដ្ឋអាជីវករនិងសិស្សានុសិស្សសូមបញ្ជាក់ថាយុទ្ធនាការនិយាយថាទេចំពោះព័ត៌មានคล้ายៗនេះបានចាប់ផ្ដើមចេញពីចំណុចកណ្ដាលនៅក្រសួងព័ត៌មានបន្តមកគឺចាប់ផ្ដើមចេញពីមន្ទីរព័ត៌មានរាជធានីភ្នំពេញនិងបន្តបន្ទាប់តាមបណ្ដាខេត្តហើយខេត្តបាត់ដំបងជាគោលដៅទី10គោលដៅនៃយុទ្ធនាការនេះគឺផ្ដោតលើការផ្លាស់ប្ដូរអេរយាប័តរបស់ប្រជាពលរដ្ឋដែលប្រើប្រាស់បណ្ដាញសង្គមនិងប្រព័ន្ធផ្សព្វផ្សាយទំនើបដើម្បីទប់ស្កាត់ការរីកសាយភាយនៅព័ត៌មានคล้ายៗក្នុងសង្គមកម្ពុជា